Atlantic Atlantis គឺជាឈ្មោះទីក្រុងឬអាណាចក្រក្នុងរឿងព្រេងដ៏ល្បីល្បាញបំផុតមួយដែលត្រូវបានគេជឿថាបានលិចបាត់ទៅក្នុងបាតសមុទ្រក្នុងរយៈពេលត្រឹមតែមួយយប់រឿងរ៉ាវនេះបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជុំវិញពិភពលោកអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនេះគឺជាចំណុចសំខាន់ដែលអ្នកគួរដឹងអំពីអរិយធម៌ដែលបាត់ខ្លួននេះ 1. ប្រភពដើមនៃរឿងរ៉ាវរឿងរ៉ាវនៃទីក្រុង Atlantic ត្រូវបានលើកយកមកនិយាយដំបូងបង្អស់ដោយទស្សនវិទូក្រិកបុរាណ Plato នៅក្នុងសៀវភៅរបស់គាត់ដែលមានឈ្មោះថា Timaeus និង Critias ប្រហែលឆ្នាំ360មុនគ្រិស្តសករាជ Plato បានអះអាងថាគាត់បានទទួលដំណឹងនេះបន្តពីបុព្វបុរសរបស់គាត់ដែលបាននៅពីរឿងនេះពីពួកសង្ឃក្នុងប្រទេសអេស៊ី 2. លក្ខណៈនៃទីក្រុង Atlantic តាមការរៀបរាប់យោងតាមការរៀបរាប់របស់ Plato ទីតាំងស្ថិតនៅគូខាងក្រៅសស្ដំរបស់ឬគូ Pillars of Hercules ដែលបច្ចុប្បន្នគេស្គាល់ថាជាច្រកសមុទ្រទីប្រោតា Strait of Gibraltar ភាពរុងរឿងវាជាអាណាចក្រដ៏មានអំណាចនិងមានបច្ចេកវិទ្យាជឿនលឿនខ្លាំងទីក្រុងនេះត្រូវបានសាងសង់ឡើងជាទម្រង់រង្វង់មូលត្រួតគ្នាដែលព័ទ្ធជុំវិញដោយទឹកធនធានសម្បូរទៅដោយមាសប្រាក់និងលោហៈដ៏កម្រយ៉ាងហៅថា Orichalcum 3. មូលហេតុនៃការបាត់ខ្លួនតាមរឿងព្រេង Atlantic បានក្លាយជាអាណាចក្រដែលមានអំនួតនិងលោភលន់រហូតដល់ថ្នាក់ព្យាយាមវាយដណ្ដើមយកពិភពលោកជាការដាក់ទណ្ឌកម្មពីព្រះជាពិសេសគឺព្រះ Poseidon គ្រោះមហន្តរាយរញ្ជួយដីនិងទឹកជំនន់ដ៏ធំបានកើតឡើងដែលធ្វើឲ្យកោះទាំងមូលលិចចូលទៅក្នុងមហាសមុទ្រក្នុងរយៈពេលត្រឹមតែមួយថ្ងៃនិងមួយយប់ប៉ុណ្ណោះ 4. តើវាជារឿងពិតឬជាការប្រឌិតរហូតមកដល់ពេលនេះមានមិត្តពីរផ្ទុយគ្នាអ្នកវិទ្យាសាស្ត្រនិងអ្នកប្រវត្តិសាស្ត្រភាគច្រើនជឿថាវាគ្រាន់តែជារឿងប្រៀបធៀប allegory ដែល Plato បង្កើតឡើងដើម្បីបង្រៀនអំពីសីលធម៌និងនយោបាយតែប៉ុណ្ណោះអ្នកស្រាវជ្រាវខ្លះទៀតព្យាយាមស្វែងរកទីតាំងពិតប្រាកដដោយខ្លះជឿថាវាអាចជារឿងដែលដកស្រង់ចេញពីព្រឹត្តិការណ៍ពិតដូចជាការផ្ទុះភ្នំភ្លើងនៅលើកោះ Santorini ឬអរិយធម៌ Minoan ដែលត្រូវបានបំផ្លាញដោយរលកយ៉ាស៊ូណាម